ចាតបងប្អូនទាំងអស់គ្នាណាខ្លះដែលគាត់អាសាភ្លេចភ្លាំងអាសាឈឺក្បាលឬក៏អាសាចុករយរាងកាយជាពិសេសគឺអ្នកចុករយនៅក្រោមភ្នែកនៅបរិវេណភ្នែករបស់យើងនឹងចាអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យញ៉ាំជាមួយនឹង Omega 3 ចាហើយថ្ងៃនេះដែរគឺខ្ញុំមកណែនាំជាមួយនឹង Omega 3 Atomy តើមានលក្ខណៈពិសេសអ្វីខ្លះហើយសម្រាប់វីតាមីន Omega 3គឺមានច្រើនក្រុមហ៊ុនមែនទែនចាវាប្រភេទខុសៗគ្នាក្រុមហ៊ុនខុសៗគ្នាអញ្ចឹងសំខាន់ការជ្រើសរើសញ៉ាំ Omega 3តើ Omega 3 Atomy នេះមានលក្ខណៈថាពិសេសត្រង់ណាបងប្អូនទាំងអស់គ្នាឥឡូវគឺខ្ញុំណែនាំបងប្អូនទាំងអស់គ្នាមួយចំណុចបងប្អូនទាំងអស់គ្នាចាឥឡូវខ្ញុំនិយាយពីចំណុចពិសេសរបស់ E Omega 3 Atomy បងប្អូនអរគ្នាប្រហែលជាឃើញនៅលើកំប៉ុងរបស់ E Omega 3 Atomy គេដាក់ថា Alaska E Omega 3ហើយសម្រាប់ Alaska នេះដែរគឺគេសំដៅទៅលើសមុទ្រ Alaska អញ្ចឹងគឺគេយកខ្លាញ់ត្រីបងប្អូនអរគ្នាហើយត្រីហ្នឹងគឺជាត្រីប្រភេទដែលរស់នៅតំបន់ត្រជាក់ខ្លាំងនៅបាតសមុទ្រនៅសមុទ្រតកកហ្នឹងគឺត្រីហ្នឹងគេហៅឈ្មោះថាត្រីពូឡាបងប្អូនអរគ្នាអញ្ចឹងត្រីហ្នឹងវានៅកន្លែងត្រជាក់មែនក៏ប៉ុន្តែវាអត់ងាប់ទេដោយសារតែវារស់បានដោយសារតែខ្លាញ់ត្រីរបស់វាហ្នឹងគឺមានកម្ដៅអញ្ចឹងទៅគឺគេចម្រាញ់យកជាតិខ្លាញ់ពីប្រភេទដូចថាត្រីដែលរស់នៅតំបន់ត្រជាក់ខ្លាំងអញ្ចឹងគឺជាចំណុចពិសេសមួយបងប្អូនអរគ្នាហើយសម្រាប់ E Omega 3 Atomy នេះដែរគឺវាមានផ្ទុកនៅ EPA និង DHA ដែលជំនួយដល់ខួរក្បាលហើយវាបន្ថែមនៅវីតាមីន E វីតាមីន E ហ្នឹងគឺជួយដល់ស្បែកយើងសក់កញ្ចក់ហើយជាពិសេសហ្នឹងគឺវាវីតាមីន E ហ្នឹងចម្រាញ់ពីមើមរមៀតវាជាបែបធម្មជាតិបងប្អូនអរគ្នាហើយទី1នោះគឺវាជួយដល់ការឈឺសន្លាក់ដៃជើងចាទី2នោះជួយរំលាយសារជាតិខ្លាញ់ដែលមិនល្អនៅក្នុងរាងកាយរបស់យើងហើយទី3ជួយបំពេញនៅសារជាតិខ្លាញ់នៅតាមក្បាលជង្គង់ហើយនឹងដូចថាកលៈដៃកលៈជើងដែលយើងឈឺណាបងប្អូនអរគ្នាហើយវាជំនួយដល់ខួរក្បាលជំនួយដល់ចរន្តឈាមយើងដើរស្រួលជាពិសេសបងប្អូនដែលរស់នៅតំបន់ត្រជាក់ដូចជាបងប្អូននៅកូរ៉េជាដើមនៅពេលខែត្រជាក់គឺមានការដូចថាស្ទះសរសៃឈាមកាំងបេះដូងកាំងអីដោយសារតែជាតិខ្លាញ់អាក្រក់ៗក្នុងរាងកាយយើងដែរអញ្ចឹងពេលខែត្រជាក់យើងញ៉ាំ E Omega 3 Atomy នេះគឺល្អខ្លាំងបងប្អូនអរគ្នាឲ្យផ្ដល់ឲ្យយើងអត្ថប្រយោជន៍គឺច្រើនខ្លាំងមែនតើចាអញ្ចឹងខ្ញុំសូមខមមិនឲ្យបងប្អូនទាំងអស់គ្នាគឺញ៉ាំ E Omega 3 Atomy ទាំងអស់គ្នាសម្រាប់ E Omega 3នៅក្រុមហ៊ុនផ្សេងក៏មានដែរក៏ប៉ុន្តែបងប្អូនចង់ដឹងថាល្អដូច E Omega 3 Atomy អត់ដូចថាវាជួយរំលាយជាតិខ្លាញ់នៅក្នុងរាងកាយយើងដែរក៏ប៉ុន្តែតើវារំលាយបាន100%ដែរឬអត់អញ្ចឹងបងប្អូនថាយក E Omega 3ផ្សេងហើយនិង E Omega 3 Atomy ទៅដាក់ខ្លះផ្សេងក្នុងទូទឹកកកបន្ទាប់មកយើងយកវាមកពុះដកពិសោធន៍មើលចាពួកខ្ញុំធ្លាប់ពិសោធន៍ហើយ Omega 3នៅក្រុមហ៊ុនផ្សេងពេលដាក់ក្នុងទូទឹកកកពេលដែលយើងពុះមកវារាងកកវាអត់ដូច Atomy ទេ Atomy នៅពេលដែលយើងយកមកហែកពុះវាមើលវានៅមានលំហរាវធម្មតាបងប្អូនអរគ្នាអញ្ចឹងគឺ E Omega 3 Atomy នេះគឺជំនួយខ្លាំងមែនតើបងប្អូនអរគ្នាគឺល្អជួយរំលាយខ្លាញ់អាក្រក់ក្នុងរាងកាយយើងបាន100%ចាចាហើយខ្ញុំសូមបញ្ជាក់បងប្អូនអរគ្នាមិនមែននៅក្រុមហ៊ុនផ្សេង E Omega 3គេអត់ល្អទេបងប្អូនអរគ្នាគឺប្រភេទឲ្យតែ E Omega 3គឺល្អសម្រាប់រាងកាយយើងគ្រប់គ្នាគ្រាន់តែថាយើងជ្រើសរើស E Omega 3យកមកញ៉ាំហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំជ្រើសរើស E Omega 3 Atomy គឺវាជួយរំលាយខ្លាញ់នៅក្នុងរាងកាយរបស់ខ្ញុំបាន100%ហើយខ្ញុំក៏បានពិសោធន៍ដែរអញ្ចឹងគឺខ្ញុំណែនាំពីអត្ថប្រយោជន៍របស់ E Omega 3 Atomy អញ្ចឹងបងប្អូនដែលគាត់ចង់កំងញ៉ាំគឺអាចកំងបាននៅក្នុង website ក្រុមហ៊ុន Atomy ផ្ទាល់បានបងប្អូនណាអត់ចេះកំងអាចតាក់ទងមកខ្ញុំបានហើយសំខាន់គឺវាស្រួលញ៉ាំទៀតចាំមើលខ្ញុំញ៉ាំឲ្យបងប្អូនទាំងអស់គ្នាមើលហើយសម្រាប់បងប្អូនណាដែលគាត់មិនចូលចិត្តញ៉ាំថ្នាំអាចមើលខ្ញុំបាននេះមុននឹងខ្ញុំញ៉ាំ Omega 3ខ្ញុំញ៉ាំទឹកបន្តិចសិនឲ្យសើមនៅក្នុងមាត់របស់យើងបន្ទាប់មកគឺយើងចាំយើងញ៉ាំ E Omega 3នឹងដូច E Omega 3 Atomy គឺយើងញ៉ាំមួយថ្ងៃ2គ្រាប់បងប្អូនអាចញ៉ាំទាំង2គ្រាប់ម្ដងក៏បានតែខ្ញុំញ៉ាំម្ដងមួយគ្រាប់ខ្ញុំដាក់ទឹកឲ្យសើមហើយពេលដែលខ្ញុំដាក់ចូលមាត់ទៅវាល្អិលចូលមាត់យើងហ្មងនេះគ្រាន់តែផឹកទៅវាទៅហ្មងបន្ទាប់មកនេះខ្ញុំញ៉ាំមួយគ្រាប់ទៀតមើលឡើងថ្លាបងប្អូនអរគ្នានិយាយទៅគឺល្អណា E Omega 3 Atomy គ្រាន់តែខ្ញុំដាក់ចូលមាត់ហើយខ្ញុំផឹកទឹកបន្តិចគឺវាទៅហើយតែមុននឹងញ៉ាំខ្ញុំប្រាប់វិធីញ៉ាំអញ្ចឹងយើងញ៉ាំទឹកឲ្យរៀងសើមក្នុងមាត់តិចទៅបងប្អូនណាដែលគាត់ពិបាកញ៉ាំថ្នាំក៏មិនចូលចិត្តថ្នាំវិញញ៉ាំតែនឹងវាអត់បាក់លេពេបងប្អូនអរគ្នា Omega 3ដែលរបៀបណាដើម្បីជ្រើសរើស Omega 3មួយដែលល្អយើងត្រូវមើលទៅលើ4ចំណុចទី1គឺត្រូវមើលទៅលើសម្បកកំប៉ុងឬដបរបស់វាទី2ត្រូវមើលពីប្រភពនិងភាពសុទ្ធទី3ត្រូវមើលពីកម្រិតនៃ EPA និង DHA ទៅតាមស្ថានភាពសុខភាពរបស់អ្នកនិងទី4មើលទៅលើការបរិច្ឆេទផុតកំណត់